all ឬក៏ every អញ្ចឹងមួយណាដែលគួរប្រើប្រាស់ត្រឹមត្រូវក្នុងភាសាអង់គ្លេសក៏ប៉ុន្តែពាក្យទាំងពីរនេះគឺមានការប្រើប្រាស់ប្រហាក់ប្រហែលគ្នាប៉ុន្តែអ្នកសិក្សាភាគច្រើនអាចនឹងយល់ច្រឡំ all និង every គឺជា determiners ទាំងអស់នៅក្នុងភាសាអង់គ្លេសជាពាក្យកំណត់ណា determiners គេថា both all and every refer to the total number of something all និង every ហ្នឹងគឺបញ្ជាក់ពីចំនួនតួលេខនៃអ្វីមួយដូចគ្នាដោយ all refers to a complete group all ជាទូទៅវាសំដៅទៅលើមនុស្សឬក៏វត្ថុឬក៏អ្វីមួយជាក្រុមខ្មែរយើងប្រែថាទាំងអស់ណា all គឺទាំងអស់ឬក៏ទាំងស្រុងក៏បានដែរមានថាមនុស្សមួយក្រុមហ្នឹងគឺគ្រប់គ្នានៅក្នុងហ្នឹងចំណែក every បញ្ជាក់ពី each number of a complete group បញ្ជាក់ពីមនុស្សមួយក្រុមដែរប៉ុន្តែម្នាក់ every យើងប្រែថាម្នាក់ណានីមួយណាក៏បានដែរន័យវាទៅតាមបរិបទយើងមើលឧទាហរណ៍ the question was sent to all employees កម្រងសំណួរត្រូវបានបញ្ជូនឬក៏ផ្ញើជូនបុគ្គលិកទាំងអស់ណានយោជិកទាំងអស់អញ្ចឹង all កន្លែងនេះមានថាទាំងអស់មានថានយោជិកក្នុងក្រុមហ៊ុន100នាក់គឺផ្ញើជូនទាំងអស់ណាយើងមើលឧទាហរណ៍ខាងក្រោម the questionnaire was sent to every employee កម្រងសំណួរនោះត្រូវបានផ្ញើជូននយោជិកគ្រប់គ្នា every មានថាគ្រប់គ្នាឬក៏យើងអាចប្រែទាំងអស់គ្នាក៏បានដែរអត់ខុសទេគ្រាន់តែ every នេះវាសំដៅលើបុគ្គលម្នាក់ក្នុងក្រុមហ៊ុនដូចគ្នាណាបុគ្គលម្នាក់ដែលជាបុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់ដូចគ្នាគ្រាន់តែមួយប្រែថាទាំងអស់មួយប្រែថាម្នាក់មួយសំដៅទៅលើក្រុមមនុស្សមួយក្រុមមួយទៀតសំដៅលើបុគ្គលម្នាក់នៃមនុស្សទាំងអស់នោះអញ្ចឹងការប្រើប្រាស់ហាក់នឹងមិនមានភាពខុសគ្នាទេត្រង់នេះប៉ុន្តែខុសអត្ថន័យតិចតួចប្រៀបធៀបបន្តិចមកយើងមើលគេថា all passengers must turn off their mobile phones អ្នកធ្វើដំណើរទាំងអស់ត្រូវតែបិទទូរស័ព្ទរបស់ពួកគេ all កន្លែងនេះមានថាទាំងអស់ណាទាំងអស់ passenger អ្នកធ្វើដំណើរទាំងអស់គឺសំដៅលើក្រុមមនុស្សតែមួយឧទាហរណ៍មួយឡាននឹងឬក៏មួយយន្តហោះនឹងមាន200នាក់អញ្ចឹង all passenger គឺ200នាក់ណាអញ្ចឹងគឺអ្នកធ្វើដំណើរទាំងអស់ចំណែក every passenger must turn off their mobile phone ណាគេថាអ្នកធ្វើដំណើរម្នាក់ត្រូវតែបិទទូរស័ព្ទដៃរបស់ពួកគេអញ្ចឹង every កន្លែងនេះគឺគេថា focus on each individual of the group មានថាអ្នកធ្វើដំណើរ200នាក់ដដែលទេប៉ុន្តែគាត់ថាបើគេប្រើ every មានថាអ្នកធ្វើដំណើរម្នាក់នៃក្រុមមនុស្ស200នាក់ហ្នឹងណាអញ្ចឹងអត្ថន័យវាបើយើងមើលទៅអត់មានភាពខុសគ្នាទេកន្លែងនេះគ្រាន់តែវាខុសអត្ថន័យថាមួយទាំងអស់មួយម្នាក់អញ្ចឹង every វាសំដៅទៅលើបុគ្គលមួយរូបម្នាក់នៃបុគ្គលទាំងអស់នោះដូចគ្នាណាអញ្ចឹងភាពខុសគ្នាហាក់នឹងមិនមានភាពខុសគ្នាច្រើនទេដោយលើកឡើងខាងលើអញ្ចឹងដែរគេថា all និង every មានន័យស្រដៀងគ្នាប៉ុន្តែគេប្រើប្រាស់គេថាវិធីប្រើប្រាស់វានោះវាផ្សេងគ្នាដូចខ្ញុំជម្រាបពីលើអញ្ចឹងគឺអត្ថន័យវាស្រដៀងគ្នាខ្លាំងមែនទែនណាតែរបៀបប្រើប្រាស់ខុសគ្នាយ៉ាងម៉េច we use all with plural and uncountable nouns all ប្រើនាមភុវចនៈក៏បាននាមរាប់មិនបានក៏បានប៉ុន្តែ every អត់ទេប្រើប្រាស់តែជាមួយនាមឯកវចនៈមួយគាត់យើងមើល all donations will be sent to the earthquake relief fund ណា all donation ណាការបរិច្ចាគទាំងអស់ donation ជាភុវចនៈអញ្ចឹងយើងប្រើ all បានបញ្ជាក់ថាការបរិច្ចាគទាំងអស់ណាទាំងស្រុងត្រូវបានបញ្ជូនទៅមូលនិធិជួយសង្គ្រោះគ្រោះជួយដីអញ្ចឹងយើងប្រើ all ជាមួយភុវចនៈឬក៏យើងអាចថា all equipment must be returned by the end of June all ទាំងអស់នៃដដែលប៉ុន្តែ equipment ជា uncount noun ឬក៏ uncountable noun អញ្ចឹងយើងអាចប្រើ all ជាមួយនាមភុវចនៈនិងនាមរាប់មិនបានចំណែក every វិញយើងប្រើមួយនាមឯកវចនៈ every donation is appreciated ណាការបរិច្ចាគនីមួយត្រូវបានគេទទួលស្គាល់ឬក៏ពេញចិត្ត
អញ្ចឹង every បូកជាមួយនឹង singular noun all បូកជាមួយនឹង plural noun ក៏បាន uncount noun ក៏បានគេថា all និង all of យើងអាចប្រើ all ក៏បាន all of ក៏បាននៅពីមុខ article យើងនឹង article មាន the demonstratives អាចប្រើនៅពីមុខ this ឬក៏ that ក៏បានអាចប្រើនៅមុខ possessive ក៏បានណា our his her ជាដើមបានតែ every ប្រើអត់ការទេយើងមើល it has got all of the books ឃើញទេ all យើងប្រើ article the បានណា that have been ever been published អញ្ចឹងបណ្ណាល័យនោះវាមានសភៅទាំងអស់សភៅគ្រប់មុខឬក៏សភៅទាំងអស់ហ្នឹងឯងដែលបោះពុំរួចរាល់អញ្ចឹង all នេះយើងប្រើ all of ក៏បាន all ក៏បាន of ហ្នឹងដាក់ក៏បានអត់ក៏បានណា all the books ក៏បានឃើញទេមានថា all នេះត្រូវប្រើមួយ the បានប្រើមួយ article បានណាចំណាំប៉ុន្តែយើងអាចនិយាយថា it has got every the book ទេយើងអាចប្រើ every ជាមួយនឹង article the អញ្ចឹងបានទេណាវាខុសហើយហ្នឹងអាចដាក់បានទេខ្វែងមួយឧទាហរណ៍ទៀត she's gone to all of the concerts in this year she hasn't missed one គេថានាងបានទៅ concert ទាំងអស់របស់ពួកគេអញ្ចឹង concert នេះឃើញប្រើ the បានទេ all the concerts ឬក៏ all of the concert ក៏បានដែរ concert ទាំងអស់របស់ពួកគេអញ្ចឹង all នេះវាលក្ខណៈពិសេសថាយើងប្រើមួយ article ក៏បាន this that ក៏បាន possessive his her the ក៏បានណាអត់បញ្ហាការប្រើប្រាស់ all មួយទៀតបើយើងនិយាយថា all day all week all month មានន័យថាមិនមែនមានទាំងអស់ទេណាយើងមានអត្ថន័យមួយទៀតថាមួយថ្ងៃពេញឬក៏ពេញមួយរយៈពេលហ្នឹងឧទាហរណ៍យើងនិយាយថា all day មួយថ្ងៃពេញ all week មួយសប្តាហ៍ពេញ all month មួយខែពេញយើងអត់មានន័យថាអូខេមួយខែទាំងអស់ទេឬក៏មួយថ្ងៃទាំងអស់ទេយើងប្រែថាពេញមួយថ្ងៃពេញមួយខែវិញហ្នឹងយើងចំណាំឧទាហរណ៍ we spent all day at the beach yesterday យើងចំណាយពេលពេញមួយថ្ងៃនៅឆ្នេរសមុទ្រកាលពីម្សិលមិញអញ្ចឹង all day មានន័យថាពេញមួយថ្ងៃពាក្យពេញមួយថ្ងៃមានថាចាប់ពីព្រឹករហូតដល់យប់ណារយៈពេលមួយថ្ងៃពេញហ្នឹងគឺយើងនៅទីនោះតែយើងប្រើ every គឺអត្ថន័យផ្សេងណាបើយើងនិយាយ every day every week ឬ every month មានន័យថាថ្ងៃឬក៏រយៈពេលហ្នឹងនីមួយយើងមានន័យថា every day គឺរៀងរាល់ថ្ងៃ every week រៀងរាល់សប្តាហ៍និង every month រៀងរាល់ខែណាអត្ថន័យខុសគ្នាពីអខាងលើឧទាហរណ៍ we spend every day at the beach in the holidays ពួកយើងបានចំណាយថ្ងៃទាំងអស់ណាឬក៏គ្រប់ថ្ងៃនៅឆ្នេរសមុទ្រនៅថ្ងៃវិស្សមកាលអញ្ចឹងនៅថ្ងៃវិស្សមកាលរបស់គាត់រៀងរាល់ថ្ងៃឬក៏គ្រប់ថ្ងៃក៏បានរៀងរាល់ថ្ងៃក៏បាននៃវាអញ្ចឹងនៅឆ្នេរសមុទ្រយើងអាចនិយាយថា we spend all days អញ្ចឹងបានទេណាយើងអត់ប្រើ all days អញ្ចឹងទេបើយើងសំដៅទៅលើមួយថ្ងៃពេញយើងប្រើ every day សុបទោស all day ដល់មិនមាន s ទេដែលមានថាមួយថ្ងៃពេញ fuel prices are rising every week ណារៀងរាល់សប្តាហ៍គេតម្លៃអ៊ីនធឺណិតហ្នឹងឡើងថ្លៃរៀងរាល់សប្តាហ៍អញ្ចឹងរៀងរាល់សប្តាហ៍គឺមួយសប្តាហ៍ឡើងម្ដងមួយសប្តាហ៍ឡើងម្ដងសម្រាប់បងចង់មានបំណងសិក្សាបង្កើតចំណេះដឹងបន្ថែមអាចចូលខាង www.learning.com ចូលកន្លែងសញ្ញាត្រី3ខាងលើស្ដាំចូលកន្លែងវគ្គសិក្សាឬក៏ courses បច្ចុប្បន្នយើងមាន17វគ្គមានការបញ្ចុះតម្លៃចំនួន7វគ្គសិក្សារហូតដល់ 50% ក្នុងនោះមានវគ្គ General English 1 2 grammar for writing ហើយនឹងវគ្គ3-4វគ្គទៀតដែលមានការបញ្ចុះតម្លៃរហូតដល់ 50% ពីថ្ងៃនេះដល់ថ្ងៃទី12មីនាឆ្នាំ2025នេះតែប៉ុណ្ណោះចាប់អារម្មណ៍ចូលមកបង្កើតគណនីដែលស្វ័យប្រវត្តិបង្ការសិក្សាដោយខ្លួនឯងស្វ័យប្រវត្តិឬក៏ចង់សិក្សាវគ្គមួយណាតំណងមើលព័ត៌មាននៅក្នុង caption description វីដេអូនេះអរគុណជម្រាបលា